សួស្តីអ្នកទាំងអស់គ្នាតោះថ្ងៃនេះអនុញ្ញាតនងខ្លួនឯងញ៉ាំផ្លែសកានេះពណ៌ក្រហមម្ដងដោយសារតែម្សិលមិញញ៉ាំពណ៌សតែអត់សូវឆ្ងាញ់ទេឥឡូវហ្នឹងយកពណ៌ក្រហមមកញ៉ាំម្ដងបងប្អូនទាំងអស់គ្នាផ្លែសកានេះភាគច្រើនគេអត់សូវចូលចិត្តខ្លាំងទេប៉ុន្តែវាមានអត្ថប្រយោជន៍ខ្លាំងមែនតើសម្រាប់សុខភាពរបស់យើងជាពិសេសអ្នកដែលសម្រក់គីឡូយើងញ៉ាំផ្លែសកានេះល្អខ្លាំងមែនទែនព្រោះវាជួយសម្រួលដល់កាពះពោះវៀនរបស់យើងឲ្យបដិបត្តិជើងស្រួលហើយអត់ឡើងគីឡូទេអ្នកខ្លះគាត់យកទៅកន្លុកជាមួយនឹងចេកនឹងផ្លែឈើផ្សេងៗជាមួយនឹងស្រូវសាលីអីចឹងទៅមួយដោះគោឆៅអីចឹងណាអ្នកទាំងអស់គ្នាហើយយើងកន្លុកទៅយើងញ៉ាំតែមួយកែវហ្នឹងពេលល្ងាចហៀបចូលគេងណាតែបើសិនជាអ្នកខ្លះវិញគាត់ញ៉ាំពេលព្រឹកឡើងគាត់កន្លុកមួយកែវចឹងទៅគាត់អត់ញ៉ាំអាហារពេលព្រឹកបដិបត្តិហើយគឺគាត់ញ៉ាំតែទឹកផ្លែឈើកន្លុកតាមមួយកែវហ្នឹងបន្ទាប់មកគាត់ហូបកាហ្វេហូបអីញ៉ាំតិចតួចទៅហើយមកព្រឹករបស់គាត់ទៅណាហ្នឹងហើយបើសម្រាប់ខ្ញុំព្រឹកឡើងខ្ញុំញ៉ាំកាហ្វេតែមួយកែវវិញហើយជួនកាលខ្ញុំមានផ្លែឈើតិចតួចខ្ញុំញ៉ាំផ្លែឈើតិចតួចទៅជាមួយនឹងពងមាន់ពងទាអីមកគ្រាប់ចឹងទៅហើយបងប្អូនទាំងគ្នាផ្លែឈើមានអត្ថប្រយោជន៍ផ្សេងគ្នារដូវកាលនេះគឺជារដូវកាលតារ៉េនក៏មានអត្ថប្រយោជន៍ច្រើនដែរប៉ុន្តែគ្រាន់តែយើងកុំញ៉ាំច្រើនពេកតារ៉េនឡើងជាតិស្ករខ្លាំងក៏ដូចជាញ៉ាំច្រើនធាត់ដែរអ្នកទាំងអស់គ្នាតារ៉េនយើងញ៉ាំល្មមបានហើយអញ្ចឹងណាតែផ្លែឈើដែលយើងគួរញ៉ាំច្រើនហ្នឹងគឺជាពពួកផ្លែបឺក៏ដូចជាចេកក៏យើងញ៉ាំល្មមដែរវាមានជាតិផ្អែមច្រើនដែរអញ្ចឹងណាហើយដូចជាសកានីអីហ្នឹងក៏យើងញ៉ាំបានដែរបរិមាណល្មមបានហើយកុំញ៉ាំអីច្រើនពេកហើយសម្រាប់ខ្ញុំបដោតទៅលើការសម្រក់គីឡូតែពេលចឹងអាហារពេលល្ងាចរបស់ខ្ញុំត្រូវញ៉ាំរៀងប្រយ័ត្នតិចទាំងអាហារពេលព្រឹកនិងល្ងាចហ្នឹងគឺប្រយ័ត្នខ្លាំងមែនតែហ្មងណាតែពេលថ្ងៃយើងញ៉ាំច្រើនបានតែទាំងអស់គ្នាសុខភាពសំខាន់បំផុតយើងត្រូវចេះថែសុខភាពផ្ដើមចេញពីការញ៉ាំបើសិនជាយើងញ៉ាំល្អយើងចេះរើសយករបស់ណាដែលយកមកញ៉ាំដាក់ចូលក្នុងខ្លួនរបស់យើងល្អគឺសុខភាពរបស់យើងល្អហើយគប់ផ្សំជាមួយនឹងការរស់នៅញ៉ាំទឹកឲ្យបានច្រើនគេញ៉ាំបានលក់ស្កប់ស្កល់កុំឲ្យគិតច្រើនកុំឲ្យ stress ច្រើនហើយមួយទៀតដែលសំខាន់ហ្នឹងគឺយើងត្រូវតែហាត់ប្រាណយើងមិនចាំបាច់ទៅកន្លែងជីមឬកន្លែងអីក៏បានដែរបើសិនជាយើងអត់មានពេលណាហ្នឹងហើយយើងហាត់នៅផ្ទះក៏បានដែររត់ហក់លោតពុតពេនតាមក្បាច់ដែលយើងចេះមើលតាម YouTube មើលតាម Facebook តាមបងគាត់ចាយពីក្បាច់ហាត់ប្រាណផ្សេងអញ្ចឹងណាហ្នឹងហើយសម្រាប់ខ្ញុំហាត់ព្រលឹមឡើងខ្ញុំហាត់ប្រាណបដាខ្ញុំញ៉ាំទឹកក្រូចឆ្មាជាមួយនឹងទឹកឃ្មុំណាអ្នកទាំងអស់គ្នាទឹកក្តៅអូនណាខ្ញុំប្រាប់អ្នកទាំងអស់គ្នាគឺមួយមុខហ្នឹងគឺអាចនិយាយបានថាគឺជាថ្នាំពេទ្យមួយយ៉ាងដែលជួយព្យាបាលជំងឺទាំងខាងក្នុងរបស់យើងទាំងស្បែកទាំងគ្រឿងក្នុងរបស់យើងគឺល្អខ្លាំងមែនតើទឹកឃ្មុំក្រូចឆ្មាហ្នឹងទឹកក្តៅអូនណាអ្នកទាំងអស់គ្នាបើសិនជាអ្នកកើតជំងឺកាពះពោះវៀនណាខ្ញុំ recommend ឲ្យញ៉ាំបាយហើយញ៉ាំអាហារហើយចាំយើងញ៉ាំទឹកក្រូចឆ្មាជាមួយនឹងទឹកឃ្មុំហ្នឹងតែបើសិនជាគាត់មានបញ្ហាកាពះពោះវៀនទេយើងញ៉ាំមុនអាហារទៅញ៉ាំមុនអាហារ5នាទី10នាទីអីទៅហើយបន្ទាប់មកយើងញ៉ាំអាហារពេលព្រឹកហ្នឹងទៅព្រោះញ៉ាំពេលព្រឹកអួតទេបើអ្នកអត់កាពះពោះវៀនគឺល្អខ្លាំងមែនតើដូចខ្ញុំអត់ឈឺកាពះពោះវៀនអីទេព្រលឹមឡើងគឺខ្ញុំត្រូវតែដាក់មួយកែវដៃធំហ្នឹងហ្មងគឺថារាល់ថ្ងៃ every day តែម្ដងហ្នឹងហើយមានអត្ថប្រយោជន៍ច្រើនជួយសុខភាពយើងបានច្រើនណាស់អ្នកទាំងអស់គ្នានិយាយឲ្យចំទៅគឺជួយពន្យាភាពចាស់របស់យើងគិតមើលទៅក្រូចឆ្មាជាវីតាមីន C ហើយទឹកឃ្មុំគឺជួយផ្សះខាងក្នុងគឺវាល្អដល់សុខភាពខ្លាំងមែនតើទឹកក្តៅអូនទៀតហើយវាជួយបណ្ដេញជាតិពុលក៏ដូចជាធ្វើឲ្យយើងបែកយកស្រួលខ្លួនរំលាយជាតិខ្លាញ់និយាយរួមមានអត្ថប្រយោជន៍ច្រើនខ្លាំងមែនតើហ្នឹងហើយគប់ផ្សំជាមួយយើងហាត់ប្រាណលេងកីឡាញ៉ាំអាហារសុខភាពបែបបន្លែផ្លែឈើឲ្យបានច្រើនគ្រប់គ្រាន់ត្រីសាច់អីចឹងយើងញ៉ាំឲ្យគ្រប់គ្រាន់ដោយបរិមាណល្មមហើយបាយក៏យើងមិនអាចកាត់ផ្ដាច់បានដែរគឺយើងត្រូវតែញ៉ាំបាយប៉ុន្តែយើងញ៉ាំបរិមាណល្មមបានហើយកុំញ៉ាំច្រើនពេកហ្នឹងហើយឥឡូវនេះត្រឡប់មកវិញខ្ញុំញ៉ាំតាសកានីមួយចានប៉ុណ្ណឹងហើយនឹងញ៉ាំទឹកមួយកែវហើយថ្ងៃហ្នឹងអត់មានដោះគោអត់បានទៅទិញអញ្ចឹងយើងញ៉ាំផ្លែសកានីហ្នឹងហើយយើងញ៉ាំទឹកតែមួយកែវគឺថាឆ្អែតហ្មងហើយយើងចូលគេងទៅវាមានអារម្មណ៍ល្អស្រស់ស្រាយដោយសារតែយើងញ៉ាំអត់សូវតាំងពោះខ្លាំងណានិយាយទៅឆ្អែតត្រឹម 70% 80% អីយ៉ាងអ្នកទាំងអស់គ្នាហើយកុំភ្លេចថែទាំសុខភាពទាំងអស់គ្នាដើម្បីយើងរបៀបថាយើងរស់នៅឲ្យបានយូរអង្វែងព្រោះជីវិតមនុស្សម្នាក់តែឈឺហើយគឺពិបាកទី1គឺពិបាកខ្លួនឯងហ្នឹងហ្មងហើយយើងលួចទៅឲ្យពេទ្យហ្នឹងអញ្ចឹងគ្រប់យ៉ាងយើងត្រូវតែថែទាំមើលថែខ្លួនឯងឲ្យបានល្អទាំងផ្លូវកាយផ្លូវចិត្តហ្នឹងហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេនៅរាត្រីនេះខ្ញុំ
សូមចូលគេងហើយជូនពរបងប្អូនទាំងគ្នាសូមល្អទាំងអស់គ្នាអូខេអរគុណច្រើនបាយបាយ